ចាជ្រក់របស់យើងរួចរាល់អស់ហើយនេះបងប្អូនជ្រក់ត្រសក់តូចឆ្ងាញ់លាយគ្រឿងហើយណាបងប្អូនណាជូរតែម្ដងលាយគ្រឿងនឹងអត់ដាក់ស្ករសទេបងប្អូនដាក់តែខ្ទឹមបងប្អូននេះជាសក់ចាមកកញ្ចៃនេះតា3រៀលទេបងប្អូនចា$3ទេយើងដាក់ជ្រក់បងប្អូននេះដាក់ជ្រក់ធ្វើជ្រក់ទៅសក់តូចទៅសក់នៅខ្មែរហៅជ្រក់ទៅសក់ផមិនសក់ស្រូវទេចានេះសក់ផប៉ុណ្ណេះ3រៀលបងប្អូន3រៀលកាណាដាមួយសាក់1រៀលមួយចំហៀងពី special បងប្អូនប៉ាហ្នឹង special ចឹងធ្វើបានហើយយើងចាក់ទឹកដាំទឹករួចរាល់អស់ហើយឆ្ងាញ់បងប្អូននេះជ្រក់សក់ខ្ញុំប៉ុណ្ណឹងអូខេបន្ទាប់មកនេះយើងចាក់ទឹកក្តៅអ៊ុនចូលមកក្នុងទឹកសក់របស់យើងទឹកអំបិលហ្នឹងណាបងប្អូនហើយយើងរៀបចំទុកដាក់រួចជាការស្រេចរួចរាល់ហើយបងប្អូននេះអត់ដាក់ម្ទេសទេកែងលូកូនប្រុសពៅខ្ញុំគាត់ញ៉ាំខ្ញុំអត់ដាក់ម្ទេសទេចាលាយគ្រឿងលាយអីហើយយើងដាក់ទុកក្នុងប្រអប់ទៅចូលទូយើងទៅចាបងប្អូនទាំងអស់គ្នាឥឡូវនេះនេះសុំមកញ៉ាំសាច់គោអាំងជាមួយនឹងបាយណាសាច់គោអាំងនេះសាច់គោអាំងជាមួយនឹងបាយជ្រក់ទឹកសក់ដែលខ្ញុំធ្វើនេះធ្វើផ្ទាល់ដៃបងប្អូនជ្រក់ទឹកសក់ទូចចាដោយផ្ទាល់ដៃនាងខ្ញុំផ្ទាល់តែម្ដងសូមអញ្ជើញមកញ៉ាំទាំងអស់គ្នាជាមួយនឹងនាងខ្ញុំសាច់គោដែលខ្ញុំធ្វើខ្លួនឯងនេះបងប្អូនបានមកថាប៉ុណ្នេះចាហារួចហើយចាគ្មានដីគ្មានអីទេយើងហានៅក្នុងផ្ទះអញ្ចឹងហាម៉ាស៊ីនក្នុងផ្ទះអញ្ចឹងគ្មានដីទេបងប្អូននេះស្ងួតចាស់តែម្ដងមើលនេះឃើញទេអត់មានដីអីហុយចូលលេងតិចទៀតដាក់គេហៅថាថង់បូមដាក់ចូលទៅក្នុងទូកុងសាឡេបានញ៉ាំថ្ងៃក្រោយទៀតចាសូមអញ្ជើញអ្នកទឹកសក់ខ្ញុំមកជ្រុកឆ្ងាញ់ណាស្រួយតែម្ដងមើលនេះខ្ញុំភ្លក់ឲ្យមើលជាមួយសាច់